មានតែប្រេងកាឡាបែបនេះក៏យើងអាចឆ្លីដោយខ្លួនឯងបានដែរដោយសារតែមានបងប្អូនពុកម៉ែគាត់សំណពរច្រើនមែនតើគាត់ឲ្យខ្ញុំធ្វើវីដេអូបញ្ជាក់ចង់ធ្វើខ្លួនឯងអញ្ចឹងបងយើងលាបប្រេងកាឡាឲ្យសប់បែបនេះហើយសប់បែបនេះហើយយើងឆ្លីបែបនេះយើងអូសមកក្រោយវិញយើងអូសឲ្យបាន8ទៅ9ដងបងស្រួលខ្លួនណាបងប្អូនអានេះគឺជាតិចនិចដែលក្នុងការធ្វើខ្លួនឯងនៅពេលដែលយើងអត់ស្រួលខ្លួនកន្លែងការងារក៏ដោយនៅតំបន់ណាក៏ដោយនៅពេលដែលយើងអត់ឆ្លាស់យើងមានតែប្រេងកាឡាប្រភេទនេះឬក៏ប្រេងរឹតក៏យើងអាចឆ្លៀបានដែរបងប្អូនបន្ទាប់ពីយើងរឹតបែបនេះហើយយើងរឹតមកមុខវិញបងប្អូននេះរឹតមកមុខហើយរឹតមកក្រោយនេះបងប្អូននេះរឹតមកក្រោយបាន8 9ដងហើយរឹតមកមុខបាន8 9ដងដែរគឺតំបន់នេះគឺជាតំបន់ដែលយើងអត់ស្រួលមានអារម្មណ៍ថាបន្ទាប់ពីបងប្អូនធ្វើឲ្យនឹងបានធូរភ្លាមបណ្ដោយហើយនេះគឺជាតិចនិចដែលបងប្អូនអាចជួយសម្រាលបានមួយផ្លែតដែរបើសិនជាបងប្អូនចាំបាច់ខ្លាំងឈឺខ្លាំងអត់ស្រួលពិបាកអានឹងចាំយើងធ្វើការព្យាបាលឬក៏មកសម្រួលបានតែបើសិនជាយើងមានអារម្មណ៍ថាយើងអាចជួយខ្លួនយើងបានខ្លះនេះគឺជាតិចនិចដែលល្អមែនទែនតែនៅមួយទៀតបងប្អូនយើងលាបកន្លែងនេះហើយឆ្លីចេះមកនេះបងប្អូននេះ1 2យើងរុញចេះបងប្អូននេះវិធីសាស្ត្រនេះបងប្អូនអាចធ្វើបានស្រួលខ្លួនដោយសារតែវិធីសាស្ត្រងាយមែនតើបងប្អូនគាត់ឲ្យឆ្លីទៅឆ្វេងទៅស្ដាប់ហើយយើងឆ្លីបែបនេះទៀតគឺធូរខ្លាំងមែនតើហើយមួយវិញទៀតបងប្អូនជាចុងក្រោយនេះជាស្បូតចេះអានេះវាជួយសម្រួលនៅតំបន់ផ្គាមយើងផងវាជួយសម្រួលធ្វើឲ្យយើងមានអារម្មណ៍ថាកាន់តែឆ្លាស់ជាងមុនទៀតអញ្ចឹងវីដេអូនេះបងប្អូនខ្ញុំចែករំលែកនេះតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនអាចផ្ញើបានតែមានបងប្អូនបាននៅពេលដែលគាត់អត់ស្រួលអត់ឆ្លាស់ទីធូជួយបានមួយផ្លែតយើងគាត់តែចាយពេលតែ3 ទៅ 4 5 នាទីបងប្អូនធ្វើទៅនឹង